ភាពអំណោយផលនៃធម្មជាតិដីពុពេញទៅដោយជីជាតិប្រភពទឹកមានសម្បូរបែបដំណាំមានពណ៌បៃតងឥតឈប់ឈរការប្រមូលផលពុពេញទៅដោយសុភមង្គលទិន្នផលខ្ពស់លើសការរំពឹងទុកនោះគឺជាសមិទ្ធផលរបស់កសិករដែលបានប្រកាន់ភ្ជាប់នូវសុវត្ថិភាពនិងប្រសិទ្ធភាពក្នុងការប្រើប្រាស់ថ្នាំកសិកម្មគោលការណ៍4ជំហានសម្រាប់អនុវត្តត្រឹមត្រូវដើម្បីការពារដំណាំដីប្រភពទឹក 1. ជ្រើសរើសផលិតផលត្រូវទៅតាមប្រភេទជំងឺនិងសត្វល្អិតជ្រើសរើសផលិតផលត្រូវតាមប្រភេទកត្តាចង្រៃទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង 2. ការប្រើប្រាស់ត្រឹមត្រូវតាមកម្រិតកំហាប់ថ្នាំគួរប្រើប្រាស់ឧបករណ៍វាស់កម្រិតសម្រាប់លាយថ្នាំឲ្យត្រូវតាមកម្រិតកំហាប់និងបរិមាណស្របទៅតាមការណែនាំលើសម្បកកញ្ចក់ 3. ចំពេលបាញ់ថ្នាំចំពេលកត្តាចង្រៃដែលងាយកើតជួយបង្កើនប្រសិទ្ធភាពគ្រប់គ្រងកត្តាចង្រៃ 4. មធ្យោបាយត្រឹមត្រូវគួរបាញ់ថ្នាំឲ្យគ្រប់ទៅតាមបរិមាណទឹកបាញ់ឲ្យជោគសពល្អនិងបាញ់ឆ្លាស់ប្រភេទធាតុសកម្មនៃថ្នាំភាពបៃតងស្រស់របស់ដំណាំជាពណ៌តំណាងឲ្យទិន្នផលនិងជាសមិទ្ធផលខណៈពេលកសិករអនុវត្តតាមគោលការណ៍ត្រឹមត្រូវទាំង4ចំណុចមួយវិញទៀតអនុវត្តវិធានការទាំង5យ៉ាងនេះដើម្បីការពារខ្លួនក្រុមគ្រួសារនិងសហគមន៍ 1. ត្រូវអានការពណ៌នាឲ្យបានច្បាស់មុនពេលប្រើប្រាស់ 2. ត្រូវប្រុងប្រយ័ត្នពេលប៉ះពាល់ជាមួយនឹងថ្នាំកសិកម្ម 3. ប្រើប្រាស់សម្លៀកបំពាក់ការពារឲ្យបានត្រឹមត្រូវមុនពេលប៉ះពាល់ជាមួយថ្នាំ 4. លាងជម្រះឧបករណ៍លាយថ្នាំនិងធុងបាញ់ថ្នាំក្រោយពេលប្រើប្រាស់និងទុកដាក់ឧបករណ៍ឲ្យបានត្រឹមត្រូវសម្អាតសម្បកកញ្ចប់ថ្នាំកសិកម្មត្រឹមត្រូវតាមការណែនាំ 5. សម្អាតខ្លួនប្រាណសម្លៀកបំពាក់ក្រោយពេលបាញ់ថ្នាំអនុវត្តគោលការណ៍ទាំង4ជំហាននិងវិធានការទាំង5យ៉ាងកសិករមានមោទនភាពដែលទទួលបានទិន្នផលខ្ពស់កសិផលមានគុណភាពស្តង់ដារពេញចិត្តបានចូលរួមចំណែកការពារសុខភាពសហគមន៍និងបរិស្ថានជួយដាស់តឿនណែនាំកសិករនៅក្នុងសហគមន៍រួមគ្នាអនុវត្តនិងអភិវឌ្ឍកសិកម្មឲ្យបានយូរអង្វែង4ជំហាន5វិធានដំណាំលូតលាស់ល្អកសិករមានសុខភាពល្អ